គុណតែឥឡូវចេះសុំពីលោកពូរ៉ូមុនចុះចំណាប់អារម្មណ៍ផ្ទាល់នេះបន្តិចបានទេបាទអរគុណក្មួយ បាទ បន្ទាប់ពីបានគេងយប់មិញមកឃើញថាលក់ស្រួលនិយាយមែនទេប៉ិនយកសពបន្តិចព្រោះប្លែកកន្លែង តើច្រើនទេ ហើយក៏បានទទួលបន្ទាប់ពីគេងភ្ញាក់ព្រលឹមឡើងបានទទួល breakfast បាទ មួយឈុតហ្នឹងខ្ញុំញ៉ាំនំពពាយមាននំពពាយ បាទនំពពាយ កាហ្វេ បាទពូ សម្រាប់លោកទេវរិនរោគាត់ថាកន្លែងគេងក៏ស្រួល បាទ លក់មិនសូវស្រួលដោយសារយល់សពច្រើនបំពេញអត់ទេដាក់ទៅគឺភ្លឹងហ្មង លឹងហ្មង ចានិយាយរួមទៅកូនចៅទៅណាទៅខ្ញុំគេងភ្លឹងតែម្ដង បាទ គឺស្រួលខ្យល់អាកាសល្អ បាទ គុណមើលទេសភាពទៅដូចជាវាស្រស់ស្រាយក្នុងអារម្មណ៍របស់យើងណា បើសម្រាប់ខ្ញុំធ្លាប់មកប្រហែលជា 4-5 ឆ្នាំមុនដែរចាឃើញថាមកលើកនេះក៏ប្លែកច្រើនដែរម៉ាក់ហើយប៉ាគាត់10ឆ្នាំជាងអីប៉ុន្តែខ្ញុំទៅតែ4ឆ្នាំហើយខ្ញុំមានអារម្មណ៍ថាមកលើកហ្នឹងប្លែកហើយមួយទៀតសម្រាប់ខ្ញុំលើកទី1ដែលនៅហ្នឹងបងទាំងសន្តាគារការគេងទាំងពុះទាំងអីគឺខ្ញុំពេញចិត្តទាំងអស់ខ្ញុំស្តៀងប៉ារ៉ូដែរប្លែកកន្លែងពិបាកគេងប៉ុន្តែពុះនៅនេះខ្ញុំគេងលក់ស្កប់ហើយមួយទៀតបរិយាកាសវាល្អមែនតើមក Sky Bar ឃើញថាវាស្រឡះហ៎បង បាទ យើងអាច relax បានសម្រាប់វងនេះគាត់អញ្ជើញមកដល់ប៉ោយប៉ែតចាអាចអញ្ជើញមកទីនេះបានបងប្អូនទាំងគ្នាចាគឺមានអារម្មណ៍ថាវា fresh មែនតើហើយចំពោះម្ហូបអាហារគឺឆ្ងាញ់ដូចគ្នានិយាយទៅឆ្ងាញ់សឹងគ្រប់មុខមិនថា breakfast មិនថាយប់ឡើងគេរៀបចំបែបជាលក្ខណៈ Sky Bar នៅខាងក្នុងខាងក្រៅអីបងប្អូនអាចអញ្ជើញមកអង្គុយបានចាអាចសលេចកន្លែងចង់បានបែបមិនសិនចាអញ្ចឹងអង្គុយខាងក្នុងទៅចង់បែបរៀង fresh ទៅយើងទៅខាងក្រៅបែប relax អញ្ចឹងណាបងប្អូនអូយសម្រាប់ខ្ញុំល្អមែនតើ បាទ ហើយមួយទៀតសន្តាគារ Bedwall នេះហើយនឹង Blue Sky Rooftop នេះគឺយើងឃើញថាជាសន្តាគារលំដាប់កាយ5មែនប៉ុន្តែគាត់ថាមានតែបើគិតជាលុយថៃ150 បាតឡើងមក Sky Bar បានគេដែរអញ្ចឹងណាអញ្ចឹងវាចំណាយតិចហើយយើងបានមកសន្តាគារលំដាប់កាយ5ទៀត បាទអញ្ចឹងហើយមកម្ហូបគឺមានម្ហូបខ្មែរផងម្ហូបចិនផងម្ហូបបែបថៃផងវាចម្រុះម្ហូបបែបជប៉ុនមានជាត្រីឆៅត្រីអីបងម៉ែខ្ញុំគាត់ចូលចិត្តភាសាត្រីឆៅត្រីអីវាអត់ពិបាកភាសាគាត់ស្រួលខ្លួន ជួយចិត្តទៅឆៅ បាទ តែឆៅប្រភេទដែលយើង ត្រីជប៉ុនអីហ្នឹងឥឡូវចេះបាទសាមិនអីឥឡូវមកអែមបន្ទប់ណាបាទបន្ទប់គឺស្តង់ដាររបស់គាត់រៀបចំមកគឺថាលំដាប់ហ្មង បាទហើយទាំងបុគ្គលិកគាត់លះហួនលឺរាក់ទាក់ទៀតបាទល្អមែនតើ ហើយសូមអរគុណដល់លោកស្រីបងប្អូនទាំងអស់ដែលបានតាមដានទស្សនាជាមួយវីដេអូមួយនេះកុំភ្លេចបងប្អូនដែលមានបំណងចង់ពិសាអាហារនៅ Blue Sky Rooftop ឬក៏ស្នាក់នៅសន្តាគារ Bedwall ក្នុងឱកាសឆ្នាំថ្មីនេះគឺយើងមានអ្វីដែលពិសេសថ្មីជាពិសេសកន្លែងយន្តហោះយើងមានរៀបចំសង្ក្រាន្តបាទសម្រាប់អបអរសាទរក្នុងឱកាសឆ្នាំថ្មីចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងចាប់ពីថ្ងៃ13ដល់ថ្ងៃ15កុំភ្លេចតាមដានទាំងអស់គ្នាណាពេលនេះយើងសូមអរគុណជម្រាបលា អរគុណ